អូខេសួស្តីទាំងអស់គ្នាថ្ងៃនេះខ្ញុំមកសាកល្បងវិជ្ជាគុណចាស់ឲ្យខ្ញុំមកថាអធិប្បាយបែបខ្លីៗធ្វើคลิปបែបខ្លីៗតាក់ទងជាមួយនឹងការអឺប្រើ AI ឲ្យសរសេរកម្មវិធីអកម្មវិធី login username password បែបងាយ simple basic នៅក្នុង vb.net បន្ទាប់មកយើងធ្វើការ create បែបងាយ simple អញ្ចឹងទីមួយគឺខ្ញុំមាន form នេះ form បែបនេះមាន label នឹង2មាន text box 2មានបតុង login នឹង1អញ្ចឹងខ្ញុំចង់ឲ្យពេលដែល user input username input password ហើយចុច login ពេលដែលចុច login ទៅ success ឲ្យវាចូលមក form មួយនេះ form កម្មវិធីរបស់ខ្ញុំ form download នេះតែបើសិនជាដាក់ទៅខុសគឺឲ្យវាចេញ message អញ្ចឹងទីមួយគឺខ្ញុំសរសេរនៅក្នុងនេះ login បើសិនជាអ្នកខ្ញុំប្រាប់ថាបើសិនជា success បានអ្នក login នឹងវាត្រូវ password គឺឲ្យវាទៅដើរទៅ form មួយតែបើសិនជាអឺខុសកូដឲ្យវាចេញជា alert pop up alert ជា message មកយើងអញ្ចឹងខ្ញុំ copy មកខ្ញុំចូលទៅ Facebook ខ្ញុំចូលទៅអាក្រុកនេះក៏បានដែរយកអាណាមុនក៏បានដែរអូខេខ្ញុំផាសចូលអានេះកម្មវិធី AI របស់ Elon Musk វាលឿនដែរតែវា limit ហើយណាមួយថ្លៃទៀតខ្ញុំមកម្ដងអញ្ចឹងខ្ញុំចុច send ទៅនេះយើងបានកូដមកនៅក្នុង comment បតុងមួយform 1 show អញ្ចឹង password របស់យើងគឺ admin password 123អានេះដែលវាដាក់ឲ្យជាឧទាហរណ៍អាហ្នឹងយើងអាចដូរបាន អូខេអញ្ចឹងខ្ញុំយកវាមកខ្ញុំមកកន្លែង comment បតុងខ្ញុំ replace អាហ្នឹងមកបន្ទាប់មកខ្ញុំសាក login ចុចច្រឡំអត់ទាន់បានដូរ form ចាំតិចឲ្យវា load មកសិនវាចូលមក form កម្មវិធីតែម្ដងអញ្ចឹងគឺខ្ញុំត្រូវទៅដូរ form design របស់វានឹងសិនដោយចុច mouse ស្ដាំយកបច្ចេក setting property ឬក៏បច្ចេក setting មួយណា start up អានេះមែននេះអាយ៉ានេះ start up បច្ចេកអូខេបន្ទាប់មកខ្ញុំយក login form នេះកន្លែងនេះគឺខ្ញុំដូរមកអា form មួយនេះវិញ form ហ្នឹងអូខេនេះវាចេញមកចែអញ្ចឹងបើសិនជាយើងវាយឲ្យខុសចុច login គឺវាចេញ incorrect username or password ចេះតែបើសិនជាយើង admin password គឺ password 123វានឹងចេញ form កម្មវិធីនេះមកអញ្ចឹងអ្វីដែលយើងចង់បានគឺកម្មវិធី login username or password អញ្ចឹងសម្រាប់សរសេរកម្មវិធី login គឺមានតែប៉ុណ្ណឹងគឺចប់ហើយវាអត់មានអីទៀតទេតែអ្វីដែលខ្ញុំចង់បង្ហាញថ្ងៃនេះគឺខ្ញុំមក create exe មួយហ្នឹងណា exe ដែលយើងបាន compile រួចនេះអាហ្នឹងអញ្ចឹងខ្ញុំ
VB ទៅវិញចាំទុក password username password របស់យើងគឺ admin អូខេអញ្ចឹងកម្មវិធីរបស់យើងគឺ Windows 8នេះហ្នឹងអញ្ចឹងបើសិនជាខ្ញុំដាក់ថាស្អីក៏បានដែរឲ្យខុសអានេះបញ្ជាក់ម្ដងទៀតគឺវា incorrect អញ្ចឹងបើសិនជាយើងអត់ដឹង key នឹងទេគឺយើងអត់អាចចូលទៅក្នុងកម្មវិធីទៅប្រើកម្មវិធីដែលសរសេរនៅក្នុង VB នឹងបានទេអូខេនៅថ្ងៃនេះគឺខ្ញុំមកបង្ហាញអំពីការ create VB language VB.NET language អញ្ចឹងទី1គឺខ្ញុំត្រូវទៅបើកកម្មវិធីឈ្មោះ DN Spy នេះកម្មវិធីឈ្មោះ DN Spy ហ្នឹងនេះនឹងមើលឃើញឬក៏អត់ទេអានេះខ្ញុំស៊ូមឲ្យមើលនេះបាទបន្ទាប់ពីនឹងមកគឺយើងទៅបើកកម្មវិធីនឹងហើយយើងទៅយក file ហ្នឹងទាញមកតម្លាក់មិញទីប្រហែលទី8នោះទាញមកតម្លាក់នៅក្នុង DN Spy ហ្នឹងមកអញ្ចឹងឥឡូវគឺវាចូលមកហើយខ្ញុំស៊ូមទៅវិញហ្នឹងនៅខាងឆ្វេងដៃនេះយើងឃើញ application 8បន្ទាប់មក Windows App 8ខ្ញុំចុចបើកវាមកគឺវាមានអ្វីដែលយើងឃើញគឺ cookie data form 1 login form អូខេអញ្ចឹងនៅពេលដែលយើងឃើញប៉ុណ្ណឹងហើយយើងចង់ធ្វើអីអារម្មណ៍របស់យើងដែលយើងចាប់ផ្ដើមមើលវីដេអូនេះគឺ grade เนาะអញ្ចឹងខ្ញុំទៅធ្វើវិធី grade ដោយជាធម្មតាយើងមើលនៅក្នុងនេះវាមានoption ច្រើនតែអ្វីដែលយើងសរសេរមិញហ្នឹងគឺ option គឺវាមានតែ2ទេមានតែ2គឺlogin username ហើយនិង password នៅក្នុង VB ដែលយើងធ្វើមិញហ្នឹងណាទីបើក simple ឲ្យមើលនេះគឺមានតែ username ហើយនិង password ហើយនិងបតុងហ្នឹងទេtext comment បតុងមួយហ្នឹងគឺវាមានតែមួយហ្នឹងហើយ form វាមានតែ2ទេអញ្ចឹងអ្វីដែលយើងឃើញគឺសាកមកមើលអានេះមាន form មួយបតុងមួយឃើញទេមានតែប៉ុណ្្នឹងទេអានេះគឺ component របស់វាអញ្ចឹងងាយយើងគ្រាន់តែមកចុចនៅលើ comment បតុងហ្នឹងមកនេះយើងមកមើលនៅខាងស្ដាំដៃនេះឃើញទេតែប៉ុណ្ណេះគឺយើងដឹងថាអូអានេះគឺ username ហើយនិង password បាត់ហើយណាអញ្ចឹងឧទាហរណ៍ថាយើងមកឃើញប៉ុណ្ណឹងហើយយើងសឹងតែមិនបាច់ធ្វើអីតទៅទៀតបាត់ហើយព្រោះយើងឃើញ username ហើយនិង password បាត់ហើយអូខេអញ្ចឹងសាកមើល admin password 123គោះ enter អីយ៉ា login នេះកម្មវិធីមកបាត់ហើយអានេះគឺវិធី crack បែបងាយតែបងប្អូនអ្នកទស្សនានៅក្នុងវីដេអូនេះត្រូវគិតម្ដងទៀតថាចុះបើអាកន្លែង username ហើយ password នេះគេបែរជា call ទៅកន្លែងផ្សេងឧទាហរណ៍ថា call ទៅ network internet call ទៅ Google call ទៅ API call ទៅ text នៅក្នុង system call ទៅអីក៏ដោយដែលគេបាន store នៅក្នុង file នៅក្នុង array ផ្សេងអញ្ចឹងវិធីនេះដឹងតែប្រើបានទេណោះអានេះតាមយើងគិតណាព្រោះអានេះយើងមកមើល username ហើយនិង password បាទតាមពិតខ្ញុំក៏ចង់ធ្វើឲ្យវីដេអូវែងដែរដើម្បីបញ្យល់ម្ដងតាក់ទងនឹង grade តាមវិធី online តែយើងមិនបាច់ទៅធ្វើដល់ថ្នាក់ហ្នឹងទេនេះបើសិនយើងចង់ grade មែនយើងឃើញ